បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទឈ្មោះសេងលីហើយថ្ងៃនេះគឺខ្ញុំចែករំលែកគន្លឹះ3យ៉ាងដែលធ្វើឲ្យការបដោះកូនរបស់យើងគឺទទួលបាននៅការលូតលាស់ល្អក៏ដូចជាពេលដែលយើងយកទៅដាក់ដាំខាងក្រៅធ្វើឲ្យកូនគឺកាន់តែមានប្រសិទ្ធភាពនិងមានការលូតលាស់ល្អជាងមុនអញ្ចឹងគន្លឹះ3យ៉ាងនោះគឺទី1ការលាយល្បាយដីសម្រាប់ការបដោះកូនទី2គឺការមើលថែទី3គឺកន្លែងនៃការទុកដាក់កូនបដោះរបស់យើងអញ្ចឹងទី1នោះការលាយល្បាយដីតើមានអ្វីខ្លះចំពោះការលាយល្បាយដីទី1គឺយើងត្រូវមានសរកៃដឹងម៉ត់ទី2ដីសម្រេចឬក៏យើងអាចប្រើដីមមកឬក៏ដីបាតបឹងក៏បានពីព្រោះថាដីទាំងអស់នោះគឺមានសារធាតុរ៉ែអាចចិញ្ចឹមកូនបដោះរបស់យើងឲ្យមានការលូតលាស់ល្អទី3គឺធ្យូងអង្កាមអញ្ចឹងចំពោះធ្យូងអង្កាមនេះដែរគឺយើងលាយសម្រាប់ធ្វើឲ្យកូនរុក្ខជាតិហ្នឹងគឺចាក់ឫសបានល្អទី4នោះកុំភ្លេចនៅលាយជាមួយនឹងកំបោរកសិកម្មអញ្ចឹងកំបោរកសិកម្មហូយ៉ូននេះគឺយើងលាយសម្រាប់មេរោគក៏ដូចជាបាក់តេរីហើយបើសិនជាយើងផ្អាប់ចាប់ពី1ថ្ងៃឬក៏2ថ្ងៃគឺកាន់តែល្អទៀតដើម្បីឲ្យវាកាច់សពចូលគ្នាអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលយើងលាយដីរួចអស់ហើយគឺយើងចាប់ដាំបដោះកូនរួចនៅពេលដែលយើងបដោះរួចហើយអ្វីដែលយើងត្រូវការបន្តទៀតនោះគឺកន្លែងបដោះកូនចំពោះកន្លែងទុកដាក់ត្រេដែលបដោះកូនយើងដាក់អាចជារោងបែបនេះក៏បានឬក៏ពុកម៉ែបងប្អូនត្រូវធ្វើម៉េចទុកដាក់កូនគឺធ្វើឲ្យពន្លឺចេញចូល 50% មានន័យថាក្រោមម្លប់ 50% មានពន្លឺចូល 50% ហើយមានខ្យល់ចេញចូលល្អអញ្ចឹងធ្វើឲ្យកូនរបស់យើងនឹងគឺមានការលូតលាស់ល្អហើយទី3នោះគឺការមើលថែចំពោះការមើលថែនេះដែរគឺបើសិនជាយើងស្រោចទឹកអាចមួយថ្ងៃ3ដងពុកម៉ែបងប្អូនទាំងគ្នាដើម្បីឲ្យកូនរបស់យើងគឺទទួលបាននៅសំណើមជាប់លាប់ល្អហើយចំពោះការស្រោចទឹកនេះដែរបើសិនជាយើងស្រោចនៅល្ងាចពេកអាចធ្វើឲ្យកូនបដោះរបស់យើងគឺកើតមានផ្សិតអញ្ចឹងគឺប្រឈមមុខហានិភ័យធ្វើឲ្យរលួយកូនជាដើមអញ្ចឹងចំពោះការលាយល្បាយដីក៏ដូចជាធ្វើឲ្យកូនមានប្រសិទ្ធភាពសម្រាប់យកទៅដាក់ដាំនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនអរគ្នាសូមអរគុណ